ទី9 តុលាឆ្នាំ2001ប្រអប់សម្បត្តិក៏ត្រូវបានផ្ញើទៅកាន់សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកគឺលោក Tom Daschle ហើយនិងលោក Patrick Leahy ដែលជាដើមហេតុធ្វើឲ្យសហរដ្ឋអាមេរិកទទួលនៅការវាយប្រហារពីអាវុធយុទ្ធសាស្ត្រដែលមានអ្នកជំងឺឆ្លងដល់ទៅចំនួន22នាក់ហើយក្នុងនោះក៏មានអ្នកជំងឺ11នាក់ដែលមានអាការៈធ្ងន់ធ្ងរហើយនៅទីបំផុតក៏មានអ្នកស្លាប់ដោយសារជំងឺ Anthrax នេះដល់ទៅ5នាក់ផងដែរដែលជាដើមហេតុធ្វើឲ្យប្រជាជនសហរដ្ឋអាមេរិកភ័យខ្លាចនឹងជំងឺមួយនេះជាខ្លាំងធ្វើឲ្យសហរដ្ឋអាមេរិកនៅឆ្នាំនោះផងដែរបានបិទអគារជាច្រើនកន្លែងដើម្បីធ្វើការសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគហើយនឹងមានការត្រួតពិនិត្យកុសលវិច័យពីស្ថាប័ន FBI ផងដែរដើម្បីរកដើមហេតុនិងមូលហេតុថាមេរោគនេះឆ្លងមកពីណាបាទដូច្នេះនេះហើយគឺជាប្រវត្តិសាស្ត្ររបស់មនុស្សជាតិយើងដែលធ្លាប់បានប្រើមេរោគ Anthrax នេះដើម្បីធ្វើជាអាវុធយុទ្ធសាស្ត្រដើម្បីសម្លាប់គ្នាបាទនេះគឺជាប្រវត្តិសាស្ត្រដែលមនុស្សជាតិរបស់យើងធ្លាប់បានប្រើមេរោគនេះដើម្បីសម្លាប់គ្នានៅលើ